សួស្តីពុកម៉ែបងប្អូនអរគ្នាថ្ងៃនេះដូចជាសប្តាហ៍អញ្ចឹងគឺចុងសប្តាហ៍យើងជូនកូនទៅដើរកំសាន្តជាមួយនឹងម៉ាក់យាយក៏ត្រូវជូនដើរកំសាន្តដែរព្រោះគាត់នៅផ្ទះមួយអាទិត្យ stress កូនក៏ត្រូវកំសាន្តកូនលេងបែបផ្សេងទៅម៉ាក់យាយដើរលំហែខួរក្បាលមើលគេមើលឯងអញ្ចឹងទៅកុំឲ្យនៅផ្ទះ stress ទីបងអើយប៉ាណ៎ប៉ាបងអើយអញ្ចឹងចុងសប្តាហ៍យើងជូនម៉ាក់យាយហើយនឹងកូនពៅនេះទៅលេងម្ដងលើកនេះយើងទៅលេងកន្លែងមួយប្លែកដែលខ្ញុំអត់ដែរបានថតគឺទៅលេងនៅផ្នែកខាងលើម្ដងអញ្ចឹងយើងធ្លាប់តែប្រើកាមេរ៉ាធម្មតាឥឡូវយើងប្រើកាមេរ៉ា360ម្ដងឡើងទៅថតនៅផ្នែកខាងលើជាដំបូងយើងមកដល់កន្លែងនេះគឺជាកន្លែងឡើងផ្ញើឡានទៅកន្លែងថ្មីរាល់ដងយើងផ្ញើឡាននៅខាងមុខឥឡូវយើងផ្ញើឡាននៅខាងក្រោយម្ដងទៅផ្នែកខាងលើដូច្នេះព្យាយាមថតឲ្យបានប្លែកៗប៉ុន្តែអវល់បើកឡានបងប្អូនអត់បានថតច្រើនដាក់ចេះទៅរៀងស្ពីចបន្តិចប៉ុន្តែអាចទទួលយកបានសម្រាប់ quality និងការគុណភាពហើយយើងទៅរកកន្លែងចតទាំងអស់គ្នាតោះបងប្អូនបន្តមកយើងដើរកំសាន្តទៀតតោះឥឡូវយើងបានមកដល់បងប្អូនទិដ្ឋភាពនៅខាងក្រោយព្រះអាទិត្យលិចតែម្ដងអាចមកមើលបានហើយនៅខាងនេះគឺកូនយើងធ្វើមុខជូស្មានតែយើងអត់មកដេញដល់ពេលយើងមកដេញរត់ប្រយតែម្ដងឥឡូវយើងមើលទិដ្ឋភាពនៅខាងក្រោយតិចអូស្អាតបងប្អូនហើយតោះមកយើងដើរទៅខាងផ្ទៃខាងក្រោយនេះម្ដងតែផ្ទៃខាងក្រោយនេះបែបធម្មជាតិនៅលើផ្សារទំនើបអញ្ចឹងមានសួនស្រាប់តែកូនដើរមកឃើញអាសួនស្មៅនេះលេងបាល់ឡើងទៅរត់លេងមួយគេនោះសិតគេធំហើយគេរត់ដេញមករត់គ្មានអីទេបងប្អូនអើយរត់ដល់កហើយអត់ដែរលេងបាល់មួយគេធំតើមកយើងជូនកូនដើរជុំវិញនេះម្ដងហើយមានមនុស្សច្រើនមែនតើបងប្អូនប៉ុន្តែត្រង់យើងដើរថ្ងៃលិចហ្មងលិចអស់ល្ងិតឆឹងអញ្ចឹងយើងត្រូវជូនកូនយើងដើរលេងមើលគេបាញ់ទឹកតែម្ដងហើយមានកន្លែងងូតទឹកទៀតណាកន្លែងងូតទឹកលើកនេះមានគេងូតទឹកមែនតើហើយខ្ញុំបានថតទៀតមានគេងូតទឹកណាហើយកន្លែងនេះមានកន្លែងក្មេងៗលេងខ្សាច់អីចឹងផ្សេងសម្រាប់អ្នកដែលមិនទាន់មានជីវិតគ្រួសារប្រហែលជាកន្លែងនេះវាមិនសុបាយបងប្អូនដោយសារក្មេងៗច្រើនអ្នកដែលគេនៅទំនេរគេអាចទៅរកកន្លែងកំសាន្តប្លែកផ្សេងប៉ុន្តែសម្រាប់អ្នកដែលមានគ្រួសារល្ងាចឡើងគឺផ្សារទំនើបនេះហើយបងប្អូនពេញតែម្ដងឪពុកម្ដាយកូនហ្នឹងគឺពេញអស់ហើយបងប្អូនយាយចាស់អីហ្នឹងគឺមកពេញហើយដូចខ្ញុំថាអញ្ចឹងទៅកន្លែងសួនផ្កាដែលគេបាញ់ទឹកបងប្អូនហើយនៅខាងក្រោយហ្នឹងគេអាចមុជទឹកបានអញ្ចឹងយើងឈរមើលបន្តិចកូនខ្ញុំដូចអត់ស្រួលបងប្អូនចង់ចុះប៉ុន្តែគេដាក់កន្លែងនេះហាមខាត់កុំឲ្យចុះកុំអីទាចុះតទៅបានមើលទៅបងប្អូនគេដាក់ខាំងតែម្ដងទៅកន្លែងនេះរៀងខ្ពស់សម្រាប់ដល់ពេលកន្លែងនេះវិញគេដាក់សំណាញ់នេះជុំវិញបើអត់ចឹងទេពេលយើងហែទឹកឬរត់លេងទឹកខ្លាញ់ល្អធ្លាយចេញមកក្រៅបានសំណាញ់នេះក៏យោងដែរហើយបានកូនដូចទូចឃើញអញ្ចឹងបើឪពុកម្ដាយមិនចង់ឲ្យចុះទេអាចគ្រាន់តែឈរមើលអញ្ចឹងទៅកូនខ្ញុំឈរមើលហើយមកដល់កន្លែងនេះកន្លែងទូឯកយើងបងប្អូនលូតទឹកគ្មានប្រណីទេបងប្អូនលើសារទំនើបណាមិនមែនកន្លែងអាងទឹកធម្មតាណានេះប៉ុន្តែរៀងទូចអាងទឹកបែបអញ្ចឹងណាសម្រាប់ក្មេងៗទូចប៉ុន្តែថ្ងៃនេះគេហែច្រើនមែនតើថ្ងៃនេះមានតែ2នាក់ឥឡូវហែហើយខ្ញុំចាប់ដើមអ៊ីវកូនតិចហត់ទៅលេងកន្លែងផ្សេងទៀតហើយតាមមែនតើបងប្អូនអើយតាមគៀងដោយកូនមាន់អញ្ចឹងរាល់ដងយើងថតកាមេរ៉ានោះបងប្អូនតែងតែឃើញថាស្អាតងាយស្រួលអញ្ចឹងណាឥឡូវកាមេរ៉ានេះវាជាប្រភេទកាមេរ៉ាសកម្មភាពច្បាស់តែម្ដងអញ្ចឹងបងប្អូនដូចបានឃើញអញ្ចឹងសកម្មភាពគឺមិនមែនសុបាយដូចមុនទេគឺសកម្មភាពដេញចាប់កូន 80% បងប្អូនសកម្មភាពផ្សេងទៀតគ្រាន់តែកូនដើរខ្លួនឯងបានសកម្មភាពចាប់កូនវា 80% ហើយអញ្ចឹងយើងត្រូវតាមខ្លំមើលរហូតហើយពេលយើងដាក់កាមេរ៉ាចេះទៅយើងងាយស្រួលក្នុងការមើលប្លង់ក្នុងការផ្លាស់ប្ដូរសម្រាប់ការដែលយើងធ្វើលំមុនកាមេរ៉ាវាបែរមុខដូចជាទូរស័ព្ទអញ្ចឹងប៉ុន្តែដល់ពេលយើងប្រើ360ចេះយើងថតឲ្យហើយយើងយកមកកាត់តតាមក្រោយអញ្ចឹងមានភាពងាយស្រួលហើយជួយការងារយើងបានច្រើនភ្នែកយើងមើលកូនទៅមិនមើលកាមេរ៉ាទេហើយក៏មិនមើលប្លង់មិនមើលការសេរីទាំងអស់យើងមើលតែកូនទៅហើយពេលយើងថតហើយយើងមកអង្គុយកាត់តធម្មតាបើលំមុនអត់ទេភ្នែកមើលកូននៅក្នុងកាមេរ៉ាហ្នឹងដោយសារយើងចង់បានប្លង់ឲ្យវាស្អាតដែរដល់ពេលយើងប្រើបែបចេះវិញវាទំនើបហើយងាយស្រួលជាងរាល់ដងប៉ុន្តែគ្រាន់ថាវាស៊ី space ច្រើនទំហំការកាត់ច្រើនធ្វើឲ្យទូរស័ព្ទក្តៅហើយស៊ី memory ច្រើនចំណាយក៏ច្រើនប៉ុន្តែជួយការងារយើងបានច្រើនអញ្ចឹងយើងអាចថតបានជុំវិញខ្លួនបែបអញ្ចឹងបងប្អូនជួយការងារយើងបានច្រើនយើងអាចថតកម្មវិធីផ្សេងដូចជាកាមេរ៉ាសុវត្ថិភាពមួយតាមខ្លួនយើងអញ្ចឹង